អូខេឥឡូវចូលមកអឺវគ្គបន្ទាប់ទៀតអញ្ចឹងបើយើងចង់កត់លោកនេះយើងអាចធ្វើតាក់ទងមួយទិន្នន័យបញ្ចូលទិន្នន័យបញ្ចូលនៅកុងទ័រឲ្យអស់ហើយនឹងការភេទកាយប័ត្រគឺភេរួចរាល់ហើយឬក៏នៅមិនទាន់ភេហើយអូខេឥឡូវយើងចូលមកអឺសម្រាប់ការកត់ត្រាឥឡូវយើងធ្វើនេះហ្មងទៅធ្វើបញ្ចូលទិន្នន័យមួយទៀតប៉ុន្តែបន្ទប់ផ្សេងអូខេឥឡូវគាត់ចូលមកខែថ្ងៃ1ខែ5អូខេយើងចុចចូលកន្លែងនេះយើងចុចចូលកន្លែងនេះមកបញ្ចូលទិន្នន័យឬក៏យើងចុចចូលកន្លែងបន្ទប់ណាថាគាត់ចូលមកឥឡូវគាត់ចង់ចូលបន្ទប់07ចេញចុចលើបន្ទប់07មកគឺវាចេញទិន្នន័យចឹងមកចេញទាំងចឹងមកឥឡូវឧទាហរណ៍ថាគាត់ចូលមកខែថ្ងៃ5ថ្ងៃ6ចុះថ្ងៃ6តែគាត់ចូលមកថ្ងៃ15ខែ4ចូលឆ្នាំខ្មែរវាយខាងថ្ងៃ20ចុះថ្ងៃ20ខែទៅវាយថ្ងៃ1មកទៅថ្ងៃ1ស្រួលចេញចុច set ហើយយើងចុចវាយឈ្មោះអ្នកចូលមកស្នាក់នៅបន្ទប់ជួលអញ្ចឹងចុចឈ្មោះមកឈ្មោះគាត់មកនេះវាយសូមទៅ7 111 222 333អូខេអញ្ចឹងកុងទ័រចាស់អូខេប៉ុន្មានគាត់ចូលមកនៅបន្តពីគេប៉ុន្មាន500ចុះចឹងនេះ1500ចឹងកុងទ័រថ្មីគាត់អស់ប៉ុន្មានអស់100 130អូខេនេះកុងទ័រភ្លើងគឺយើងវាយ0វិញវាយ0អានេះយើងវាយនេះទៅវាយដាក់30ចាស់តម្លៃ30កុងទ័រទៅ1500ចឹងនេះសេវាសម្រាម4000មកចឹងហើយវាអូខេហើយចុចរក្សាទុកចឹងនេះក៏បានជោគជ័យហើយចឹងផ្សេងមកគឺវាបង្ហាញនៅក្នុងទំព័រនេះទាំងអស់នេះវាបង្ហាញនៅក្នុងទំព័រនេះទាំងអស់តាំងឈ្មោះ01តាំងបន្ទប់0107គឺមានទាំងអស់ចឹងនេះគឺយើងកត់ចម្ពាក់មួយខែអញ្ចឹងឥឡូវគាត់ពាក់យកមួយខែអញ្ចឹងឥឡូវយើងចូលចេញមកទំព័រដើមមកចុចទំព័រដើមទៅនេះទៅចេញបង្ហាញមកនេះគឺចម្ពាក់អត់ទាន់បងអញ្ចឹងឥឡូវគាត់ត្រូវដល់ខែមួយទៀតគាត់នៅចម្ពាក់អណ្ដែតអញ្ចឹងនេះយើងចុចលើកមកថ្ងៃ1ខែ5អញ្ចឹងចុច set មកចុច set ទៅចុចជ្រើសរើសបន្ទប់07ឃើញ KK តែនេះគាត់ប្រើភ្លើងប្រហែលអស់150នេះហើយកុងទ័រភ្លើងអស់80ទេឥឡូវយើងបញ្ចូលទិន្នន័យទៀតអូខេបានជោគជ័យដដែលប៉ុន្តែគាត់ចម្ពាក់នេះចម្ពាក់2ខែតែយើងធ្វើមួយទៀតយើងចូលមកនេះមកទៅចូលឡើងកាយប័ត្រហើយទៅចុចវាយឈ្មោះបន្ទប់នោះ07ឥឡូវគាត់បង់អំពីបន្ទប់អូខេទៅភេមកចឹងនេះយើងភេសម្រាប់ខែ4គឺគាត់ភេហើយគាត់បង់លុយ2ខែឲ្យដងអញ្ចឹងនេះយើងហើយមួយខែចឹងនេះយើងចុចមកម្ដងទៀតយើងលុបចោលវាយ0ហើយវាយនេះឈ្មោះចម្ពាក់នេះបន្ទប់07ចម្ពាក់អញ្ចឹងនេះសម្រាប់ខែ5ថ្ងៃ1ខែ5អញ្ចឹងយើងចុចមក
បងអូខេហើយជាការស្រេចចឹងនេះគឺលុយសរុបទាំងអស់ពីបន្ទប់ហ្នឹងឥឡូវយើងចូលកត់ត្រាចំណាយយើងចូលកត់ត្រាចំណាយយើងចំណាយដែលយើងចុចនេះឬក៏ចុចនៅឡើយនេះក៏បានចេះចុចមកកត់ត្រាចំណាយនេះឥឡូវយើងយកថាខែថ្ងៃ1ខែ4យើងចំណាយទៅអីទឹកយើងវាយមកបងទឹកអស់មែន150,000បងទឹកអស់15,000អូខេកត់ត្រារួចរាល់អូខេនេះទឹកតែនេះខែ4ដែរយើងបងភ្លើងទៀតបងភ្លើងអស់មែនអស់13,000ចុះ13,000អូខេឥឡូវបងសម្រាមអស់មែន20,000រៀលចឹងយើងកត់មកនេះកត់ចំណាយនេះអូខេវាចូលហើយសម្រាប់ខែ4អញ្ចឹងឥឡូវយើងចូលដល់ខែ5ចូលខែ5ថ្ងៃ1យើងត្រូវបង់ឲ្យខ្លះបង់ដូចចឹងដែរល្អបង់ចឹងដែរមកហើយបង់ទឹកណាទឹកខែ5អស់ណាហើយយើងវាយមក15,000ចុះ15,000ដែរចឹងយើងចុចកត់ត្រាមកអូខេហើយនេះបង់ភ្លើងអស់ភ្លើងខែ5ថាអស់10,000ចុះកត់ត្រាអូខេហើយនេះខែ5ថ្ងៃ1ខែ5នេះថ្ងៃ1ខែ5បងទឹកបងភ្លើងឥឡូវបងសម្រាមមួយទៀតអញ្ចឹងណា20,000អូខេនេះមកឃើញចូលនេះឃើញបងទឹកបងភ្លើងឥឡូវចូលមកមើលទំព័រដែរនេះឃើញនេះវាដកតើវាចំណាយគឺចំណាយអស់ប្រហែលមួយខែពីខែហ្នឹងអស់57,000អញ្ចឹងចំណូលរបស់យើង1,000,000ជាង1,20,6,000អញ្ចឹងវាដកមកវាសល់អ្នកចំណេញនេះហ្នឹងហើយមានបន្ទប់ផ្សេងទៅចូលមកនៅទៀតយើងទៅលើនេះមកហើយយើងវាយបញ្ចូលទិន្នន័យដូចគ្នាទាំងអស់ដូចគ្នាហើយនេះដល់ខែវាត្រូវចេញគឺគាត់ថ្ងៃហ្នឹងមកគេជឿថាឥឡូវគាត់ចេញបន្ទប់01គាត់ចេញថ្ងៃ27អញ្ចឹងវាវាយបន្ទប់01មកវាយបន្ទប់01មកហើយគាត់កុងទ័រភ្លើងរបស់គាត់មកកុងទ័រភ្លើងរបស់គាត់អស់ណាថាអស់90ទៅហើយនេះកុងទ័រទឹកអស់90កុងទ័រភ្លើងអស់160ចុះប៉ុណ្ណាពីសម្រាប់ចង់គិតពីគាត់ទៅបានចង់អត់ក៏បានដែរបើសិនគាត់ចេញមិនដល់ខែអញ្ចឹងយើងរក្សាទុកទៅគឺតម្លៃគឺវាចេញជាប់នៅលើហើយយើងរក្សាទុកមួយទៅអូខេអញ្ចឹងគឺជិតចូលមកនេះគឺចូលវិការវិបត្តិហើយជិតសេចទៅឈ្មោះនេះជំពាក់ហើយ5ខែ
ngày 27 ខែ5គឺថ្ងៃនេះចូលជំនាញនឹងមកហើយយើងជិតចុចគាត់បងលុយហើយយើងជិតជំនួសដែរមកអូខេអញ្ចឹងគឺគាត់ចេញអាចចេញបានហើយនេះចំណូលយើងចូលកើនហើយអូខេប៉ុណ្ណឹងហើយព្រោះកម្មវិធីនេះវាទូអាចគ្រប់គ្រងបានស្រួលចឹងប៉ុណ្ណឹង